ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់កម្រៃសេវានៅអង្គភាពច្រកចេញចូលតែមួយក្រសួងមហាផ្ទៃបានសហការជាមួយក្រុមហ៊ុន Cash Innovation រៀបចំឲ្យមានម៉ាស៊ីនទូទាត់ស្វ័យប្រវត្តិនៅក្នុងបរិវេណអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តតាមរយៈម៉ាស៊ីនទូទាត់ស្វ័យប្រវត្តិនេះប្រជាពលរដ្ឋអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារដៃគូដោយមិនចាំបាច់បង់ជាសាច់ប្រាក់ដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយនិងតាមដានចរន្តឯកសារព្រមទាំងស្វែងរកព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវារដ្ឋបាលដែលកំពុងអនុវត្តតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិការបង់កម្រៃសេវាតាមរយៈ Scan QR Code សូមចុចលើរូបសញ្ញា Scan QR Code សូម Scan QR Code ពីបង្កាន់ដៃទទួលពាក្យសូមចុចបន្តការទូទាត់សូមជ្រើសរើសធនាគារដែលលោកអ្នកប្រើប្រាស់និង Scan QR Code ដើម្បីបង់កម្រៃសេវាលោកអ្នកនឹងទទួលបានវិក័យប័ត្របន្ទាប់ពីបង់ប្រាក់កម្រៃសេវារួចដើម្បីតាមដានចរន្តឯកសាររបស់លោកអ្នកសូមចុចលើរូបសញ្ញា Scan QR Code រួច Scan QR Code ពីបង្កាន់ដៃទទួលពាក្យសូមលោកអ្នករងចាំម៉ាស៊ីននឹងបង្ហាញពីស្ថានភាពការស្នើសុំសេវារបស់លោកអ្នកនិងចំណាត់ការរបស់មន្ត្រីពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយស្វែងរកប្រភេទសេវាសូមចុចលើរូបសញ្ញាស្វែងរកប្រភេទសេវាសូមជ្រើសរើសសេវាដែលលោកអ្នកមានបំណងស្វែងរកសូមអនុវត្តតាមការណែនាំផលិតដោយនាយកដ្ឋានមុខងារនិងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃសហការជាមួយក្រុមហ៊ុន Cash Innovation PLC